លេងបាច់ចាំ World Cup ចប់ទេឥឡូវនេះមានក្លឹបពីរកំពុងតែប្រជែងយក Michel Olise ពី Bayern Munich ហើយ Michel Olise នឹងបំបែកកំណត់ត្រាតម្លៃខ្លួនរបស់ Neymar កាលប៉ារីសទិញពីបាសេ222 លានអឺរ៉ូឥឡូវនេះ Real Madrid ដែលមានប្រធានក្លឹបទៅនឹងបោះឆ្នោតឈ្នះឆ្នោតថ្មីគឺលោក Florentino Perez គាត់កំពុងតែចាប់ផ្ដើមតាក់ទងជាមួយនឹងក្លឹប Bayern Munich ដោយ Madrid ចង់បំបែកកំណត់ត្រាតម្លៃខ្លួនរបស់ Neymar ប៉ុន្តែមានដៃគូប្រកួតប្រជែងមួយទៀតគឺ Paris Saint-Germain ប៉ារីសនឹងហ៊ានឲ្យលើ Madrid ទៀតអញ្ចឹង Madrid អាចនឹងមានគូប្រជែងដើម្បីដណ្ដើមយក Michel Olise បើយើងនិយាយហើយ Olise ប្រសិនបើចង់បាន Olise តម្លៃអក្រោម200 លានទេឥឡូវ Madrid ហើយនឹង Paris ប៉ុន្តែ Paris មានអត្ថប្រយោជន៍ជាងដោយសារ Paris ហ៊ានថ្លៃរឿងហ្នឹងប្រសិនបើអ្នកណាហ៊ានថ្លៃគឺអ្នកនឹងបានហើយប៉ុន្តែប្រសិនបើ Madrid ឲ្យក្រោម200 លានបាច់ទេបើយើងនឹងលុកអីចុះបើ Paris វាឲ្យដល់230ឬក៏240ហើយបើ230បំបែកកំណត់ត្រារបស់ Neymar បាត់ហើយហ្នឹងអូ Paris ចាយលុយអាហ្នឹងបាន Madrid ឥឡូវកំពុងតែគាំងអារឿងតថ្លៃហ្នឹងហ្មងបើសិនបើម្នាក់ឯងអាហ្នឹងវាមិនអីទេតែឥឡូវវាមាន Paris ចូលទៅតថ្លៃដែរទំនិញតែកាលណាមានចាប់ពីមនុស្ស2នាក់ឡើងតថ្លៃរបស់ហ្នឹងវាមានតម្លៃហើយដឹងប្រមាណទៅបានបើយើងលុកពួកក្លឹបទាំងពីរនេះគឺត្រូវតែហ៊ានឲ្យលើសពី220 លានដើម្បីបំបែកកំណត់ត្រារបស់ Neymar រយៈពេលប្រហែលឆ្នាំជិត10ឆ្នាំចុងក្រោយនេះអត់ទាន់មានកីឡាកររូបណាដែលមានតម្លៃខ្លួនថ្លៃជាង Neymar ផ្ទេរពីបាសេមកប៉ារីសគឺអត់ទាន់មានទេសូម្បីតែ Mbappé រាល់ថ្ងៃតម្លៃខ្លួនបាន180 លានតែពេលរាល់ថ្ងៃហ្នឹង180 លានក៏នៅតែតម្លៃខ្លួនក្រោម Neymar ដូចគ្នាអញ្ចឹងបានបើយើងចាប់ដើមបង្កើនតម្លៃខ្លួនរបស់ Neymar ឲ្យតម្លៃខ្លួនរបស់ Michel Olise ឲ្យកាន់តែខ្ពស់ទៅអញ្ចឹងបើ Madrid ចង់បានគឺត្រូវហ៊ានធ្វើម៉េចដើម្បីឲ្យខ្ពស់ជាង Paris ចុះបើ Madrid ឲ្យ200ហើយ Paris ហ៊ានឲ្យដល់230 លានគេមិនលក់ឲ្យ Paris សូម្បីតែ Fabrizio ក៏គាត់និយាយដែរថា Paris មានអត្ថប្រយោជន៍ជាង Madrid ហ្នឹងរឿងហ្នឹងគឺវាកំពុងតែបទីបន្ទងគ្នានេះហើយប្រហែលម្សិលមិញដល់ថ្ងៃហ្នឹងណាសារព័ត៌មានទាំង page អ្នកគ្រប់គ្រង Madrid ទាំង page កីឡាដូច Romano Fabrizio ចាប់ដើមបញ្ចេញព័ត៌មានតាក់ទងនឹង Madrid ចង់បាន Michel Olise ក៏ប៉ុន្តែ Madrid ចង់បានមែនគឺ Olise នឹងហើយដែល Madrid និយាយថាកម្រិតRicardo Kaka កម្រិត Cristiano Ronaldo អេស្ប៉ាញគេហៅថា Galacticos គឺកម្រិត top level ហ្មងហ្នឹងចង់និយាយ Michel Olise ហ្នឹងគីឡូនេះគឺគីឡូ Champions League ហើយរឿងបំរើផ្សេងទៀត Madrid អត់ទាន់និយាយទេឥឡូវនេះគឺប្រធានក្លឹបហ្មងអានេះមិនមែនជាផែនការរបស់ Jose Mourinho ទេណាគឺក្លឹប Real Madrid ចង់បាន Oliseប៉ុន្តែគាត់នៅតែដូចពងនិយាយថាវាទាស់ត្រង់ថាប៉ារីសហ្នឹងគេលេងដែរគេលូកដៃទៅគេចង់តថ្លៃចង់បាន Olise ដូចគ្នាជួយមកប៉ារីសល្អប៉ុណ្ណឹងហើយចង់បាន Olise ទៀតអានោះហ่าហើយចុះបើប៉ារីសទិញបាន Olise គិតមិនទៅដល់ការក្រោយមិនងាប់អីទេអាណាទៅទប់វាជាប់បើសិនបើដល់ការក្រោយអានេះយើងឧទាហរណ៍ក្មួយអំពុំមិញឧទាហរណ៍ថាដល់ការក្រោយប៉ារីសទិញបាន Olise ស្ដាំ Olise កដាល Douéឆ្វេង Kvicha ឡាប់អាណាតុបណាហើយប៉ារីសកំពុងឡើងជើងបងឲ្យទៅឈ្នះ Champions League ថ្មីនេះទៀតម៉ែអើយហើយណាមួយឥឡូវហ្នឹង Mbappé ក៏ចាប់ដើមបញ្ចុះបញ្ចូល Olise ឲ្យមក Madrid ដូចគ្នាដែរ Mbappé ក៏ជាភ្លើងខៀវមួយជាធ្នាក់មួយដែរដើម្បីអូសទាញOlise ឲ្យមកចូលរួមមួយ Real Madrid តែអាបារាំងដូចគ្នានៅក្នុងហ្នឹងមាន Ousmane Dembele មានDesiré Doué ក៏វាដែរក៏វាបញ្ចូលបារាំងដូចគ្នាដែរអានោះវាចង់ទាញឲ្យទៅប៉ារីសអាប៉ែវាចង់ឲ្យមក Madrid ហ្នឹងOlise ឥឡូវវាពងគិតទៅចង់នៅBayernឬក៏ចង់ទៅណាទៅប៉ារីសឬក៏ចង់មកលេងនៅអេស្ប៉ាញមកពេលឥឡូវវាអត់ទាន់សម្រេចចិត្តទេវាពងបដោតលើ World Cup
ល្មម